ចម្រើនពរញាតិញោមទាំងអស់គ្នាថ្មីនេះឃើញព័ត៌មានពាក់ព័ន្ធទៅនឹងកងពលទាហានខាងបំបីខាងខេត្តព្រះវិហារនឹងមានការប៉ះទង្គិចគ្នាធ្វើឲ្យទាហានខាងខ្មែរយើងនោះស្លាប់ម្នាក់ចឹងណាញាតិញោមយើងពិតជាគួរឲ្យសោកស្ដាយញាតិញោមតែអ្វីដែលយើងត្រូវធ្វើមនុស្សស្លាប់ទៅហើយយើងក៏មិនអាចជួយឲ្យគាត់រស់វិញបានដែរញាតិញោមអ្វីដែលយើងត្រូវធ្វើគឺញាតិញោមអស់គ្នាបងប្អូនអស់គ្នាហ្នឹងនាំគ្នាទៅអត់ពួកគាត់ណាដើម្បីផ្ដល់កម្លាំងចិត្តលើកទឹកចិត្តពួកគាត់ហើយកុំភ្លេចយករបស់របរនិងគ្រឿងហូបចុកយកទៅផ្ញើពួកគាត់ផងតាមទិដ្ឋព្រំដែនពួកនាយទាហានទាំងអស់ហ្នឹងផ្សារតំបន់តូចតំបន់ធំសត្វតកបីផ្សារព្រះវិហារអីហ្នឹងយើងកំពុងតែរដ្ឋាភិបាលតែម្យ៉ាងញោមកុំចាំតែរដ្ឋាភិបាលតែម្យ៉ាងហើយយើងជាបរិវត្តទាំងអស់គ្នាប្រជាប្រដ្ឋទាំងអស់គ្នាក៏បីផ្ដល់កម្លាំងចិត្តដល់ពួកគាត់នៅទិដ្ឋព្រំដែនពួកគាត់បានធ្វើការពលីលះបង់ដើម្បីមាតុភូមិជាតិជាពិសេសក្រុមគ្រួសាររបស់ពួកគាត់នឹងត្រៀមលះបង់គ្រប់ពេលវេលាកាលដែលសមាជិករបស់ខ្លួនទៅធ្វើទាហានគឺក្រុមគ្រួសារនឹងត្រៀមលះបង់គ្រប់ពេលវេលាហើយអញ្ចឹងហើយយើងមានការស្រឡាញ់នាយទាហានបានច្រើនលើកទឹកចិត្តពួកគាត់បានច្រើនកុំឲ្យពួកគាត់នៅកំព្រាឯកាញាតិញោមកុំភ្លេចនាំគ្នាទៅញាតិញោមគណៈគុណចាស់ដឹកនាំញាតិញោមទៅខ្ញុំគណៈអាត្មាភាពក៏ឧស្សាហ៍បានទៅដែរខាងផ្សារតំបន់ហ្នឹងទៅខាងផ្សារព្រះវិហារគឺងាយបានទៅខាងផ្សារតំបន់ដឹកនាំពុទ្ធបរិស័ទញាតិញោមទៅពេលខ្លះក៏ទិញអីគោមទៅផ្ញើគ្រឿងបរិភោគឧបភោគទៅផ្ញើគាត់តិចតួចទៅតាមសំគួរចង់ឲ្យកូនខ្មែរគ្រប់គ្នាចូលរួមធ្វើញាតិញោមចូលរួមយកចិត្តទុកដាក់ទៅមើលបន្ទប់ព្រំដែនផងដោយផ្ដល់កម្លាំងចិត្តដល់ពួកគាត់ទាំងអស់គ្នា